ជីវិតនេះគឺជាសាលាជីវិតជាការល្អសម្រាប់ទូបង្គំដែលទូបង្គំរងទុក្ខលំបាកដើម្បីឲ្យទូបង្គំបានរៀនអំពីក្រឹតឲ្យវិន័យរបស់ព្រះអង្គទំនុកដំកើង119 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទជីវិតគឺជាការសាកល្បងបានន័យថាក្នុងជីវិតនេះយើងឆ្លងកាត់អ្វីដែលស្រដៀងនឹងសាលាប្រសិនបើអ្នកចង់ផ្លាស់ប្ដូរថ្នាក់អ្នកត្រូវតែឆ្លងកាត់ការប្រឡងនៅពេលយើងនិយាយអំពីសាលាជីវិតដែលការប្រឡងពិបាកខ្លាំងយើងចង់សំដៅទៅលើបទពិសោធន៍លំបាកដែលបានបង្រៀនយើងក្នុងជីវិតនេះទោះបីជាការជៀសវាងការរងទុក្ខជាផ្នែកនៃធម្មជាតិរបស់មនុស្សក៏ដោយអ្នកដើរតាមព្រះគ្រីស្ទត្រូវតែអាចរៀនពីស្ថានភាពដ៏ឈឺចាប់ដូចអ្នកតែងទំនុកដំកើងបានមានប្រសាសន៍ថាការដែលទូបង្គំបានរងទុក្ខនោះជាការល្អសម្រាប់ទូបង្គំដើម្បីឲ្យទូបង្គំបានរៀនក្រឹតឲ្យវិន័យរបស់ទ្រង់ទំនុកដំកើង119:71ក្នុងស្ថានភាពលំបាកណាមួយអ្នកតែងទំនុកដំកើងបានដឹងថាគាត់អាចរៀនដឹងគុណព្រះបន្ទូលរបស់ព្រះខ្ញុំសូមអញ្ជើញ Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kezia Baterakese ដើម្បីលើកការសរសើរដូចខាងក្រោមនៅពេលដែលបេដូងមានអារម្មណ៍ធ្ងន់គ្មានអ្នកណាយល់ពីបន្ទុកខ្ញុំទេខ្ញុំសួរព្រះយេស៊ូវតើខ្ញុំគួរធ្វើអ្វីគាត់និយាយថាមកមើលខ្ញុំគាត់តែងតែយកចិត្តទុកដាក់ចំពោះខ្ញុំមកព្រះយេស៊ូវគាត់យកបន្ទុកទាំងអស់របស់ខ្ញុំក្រាបនៅអាសនៈរបស់ព្រះអង្គខ្ញុំនាំយកជីវិតរបស់ខ្ញុំទទួលយកព្រះគុណរបស់ទ្រង់គាត់បានអត់ទោសឲ្យខ្ញុំហើយដោះលែងខ្ញុំវិញគាត់បានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំកែចិត្តបងជាថ្មីមានអ្វីមួយកើតឡើងពេលអ្នកមកដល់អាសនៈរបស់ទ្រង់តើយើងនិងអ្នកកំពុងជួបបញ្ហាអ្វីនៅពេលនេះចូលយើងចុះចាញ់ព្រះដោយការអធិស្ឋានបន្ទាប់មកសូមសេចក្ដីគិតអំពីបទគម្ពីរបរិសុទ្ធហើយអរគុណព្រះសម្រាប់មេរៀនជីវិតផ្សេងដែលយើងរៀនព្រះតែលើសាលាជីវិតដ៏លំបាកបំផុតក៏ដោយអាមែនព្រះនៅតែគង់លើបល្ល័ង្កទ្រង់មិនដែលទុកអ្វីដែលជារបស់ទ្រង់ឡើយទ្រង់នឹងមិនភ្លេចអ្នកឡើយការសន្យារបស់ទ្រង់គឺស្មោះត្រង់ព្រះនៅតែគង់លើបល្ល័ង្កបច្ច័យការបំផុសគំនិតថ្ងៃនេះការរងទុក្ខរបស់យើងមិនត្រូវបានរចនាឡើងដើម្បីបំផ្លាញយើងទេប៉ុន្តែដើម្បីនាំយើងទៅរកBawalah persembahanmu nanti ke altar yang suci. Semoga apa-apa berkenan mengambil tanda cintamu. Bawalah hati indah berseri ke altar yang suci. Semoga apa-apa berkenan mengambil bunga hatimu. Lenyaplah kesan hampaku lana semarak ini medan berbakti berhiaskan niat warna-warni bagaikan kembang mekar berseri. Bawalah persembahanmu nanti ke altar yang suci. Semoga apa-apa berkenan mengambil tanda cintamu.